វិស័យទេសចរដែលធ្លាប់តែជាសសរស្តម្ភដ៏រឹងមាំនៃសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលងើបឡើងវិញយ៉ាងសកម្មចំណុចរបត់ដ៏សំខាន់បំផុតដែលកម្ពុជាកំពុងតែរងចាំដោយក្តីសង្ឃឹមគឺការវិលត្រឡប់មកវិញនៅភ្ញៀវទេសចរចិនដោយមុន COVID-19 ខណៈដែលវិស័យនេះគឺជាប្រភពចំណូលមិនអាចខ្វះបានសម្រាប់អាជីវកម្មទេសចរនៅក្នុងស្រុកអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមើលឃើញថាកម្ពុជាមិនត្រឹមតែរងចាំដោយស្ងៀមស្ងាត់នោះទេប៉ុន្តែបាននឹងកំពុងតែរៀបចំក្រាលកម្រាលព្រំក្រហមតាមរយៈយុទ្ធសាស្ត្រជាច្រើនរួមមានការពង្រឹងគុណភាពសេវាកម្មដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់ទេសចរចិនហើយការប្រើប្រាស់ភាសាចិនការទូទាត់តាមប្រព័ន្ធ Digital និងការយល់ដឹងពីវប្បធម៌វត្តមាននៃប្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនិងប្រលានយន្តហោះអន្តរជាតិដេជោភ្នំពេញគឺជាច្រកទ្វារដ៏ទំនើបដែលត្រៀមទទួលជើងហោះហើរត្រង់ពីបណ្ដាទីក្រុងនានារបស់ប្រទេសចិនឯកឧត្តមហូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍ថាកម្ពុជាគឺជាគោលដៅដែលមានសុវត្ថិភាពនិងភាពកក់ក្ដៅជាទីបំផុតសម្រាប់ភ្ញៀវទេសចរចិនកន្លងមកគឺថាយើងមានការរៀបចំព្រឹត្តិការណ៍ជាច្រើនរវាងកម្ពុជានិងចិនតាមរយៈឆ្នាំ2024គឺឆ្នាំផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនកម្ពុជាចិនហើយឆ្នាំ2025នេះគឺឆ្នាំទេសចរកម្ពុជាចិនតាមរយៈហ្នឹងគឺយើងសង្កេតឃើញថាភ្ញៀវទេសចរកម្ពុជាក៏ទៅទស្សនានៅប្រទេសចិនច្រើនហើយភ្ញៀវទេសចរចិនអញ្ជើញមកទស្សនានៅកម្ពុជាហ្នឹងកាន់តែច្រើនឡើងដោយសារប្រជាជនចិនប្រជាពលរដ្ឋចិនភ្ញៀវទេសចរចិនមើលឃើញអំពីសក្តានុពលទេសចរកម្ពុជាហើយជាពិសេសគឺកត្តាសុខសន្តិភាពកត្តាស្ថិរភាពនយោបាយហើយជាពិសេសការដែលជឿជាក់ទៅលើការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជារបស់សម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតដែលថាប្រទេសកម្ពុជានៅតែមានសុខសន្តិភាពប្រទេសកម្ពុជាអាចផ្ដល់សុវត្ថិភាពជូនដល់អ្នកវិនិយោគិនក៏ដូចជាភ្ញៀវទេសចរអន្តរជាតិហើយជាពិសេសភ្ញៀវទេសចរចិនហ្នឹងឲ្យមកធ្វើដំណើរកម្សាន្តនៅកម្ពុជាហ្នឹងនៅគ្រប់ពេលវេលាគ្រប់ទីកន្លែងហើយជាពិសេសចុងក្រោយនេះគឺរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នៅកាដូពិសេសជូនដល់ប្រជាពលរដ្ឋចិនពីថ្ងៃទី15ខែមិថុនាដល់15តុលា2026នេះនៅការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនគឺថាកម្ពុជាស្វាគមន៍ការធ្វើដំណើររបស់ពលរដ្ឋចិនមកកម្ពុជាពុំបាច់មានវីសាអីទាំងអស់អាចស្នាក់នៅរយៈពេល14ថ្ងៃចេញចូលក្នុងរយៈពេលហ្នឹងបានដោយសេរីជាមួយគ្នានេះដែរក្រសួងទេសចរគ្រោងនឹងសហការយ៉ាងជិតស្និទ្ធជាមួយនឹងមិត្តចិនដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរនិងវប្បធម៌កម្រិតអន្តរជាតិធំៗចំនួន6នៅក្នុងឆ្នាំ2026នេះក្នុងគោលបំណងជំរុញយុទ្ធនាការឆ្នាំទេសចរកម្ពុជាចិនឲ្យកាន់តែខ្លាំងក្លាព្រឹត្តិការណ៍ទាំងនេះរួមមានមហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិកម្ពុជាចិនមហោស្រពក្បាច់គុនចម្រុះកម្ពុជាចិនព្រឹត្តិការណ៍ផ្សព្វផ្សាយការទូតទេសចរម្ហូបអាហារកម្ពុជាចិនព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរភាពយន្តកម្ពុជាចិនព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនកម្ពុជាចិននិងកម្មវិធីបង្ហាញផ្លូវទេសចររដូវកាលបៃតងជាដើមយោងតាមរបាយការណ៍របស់ក្រសួងទេសចរបានដឹងថាក្នុងឆ្នាំ2025កន្លងមកនេះកម្ពុជាសម្រេចបាននៅលទ្ធផលគួរជាទីមោទនៈដោយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ5លាន5សែននាក់ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណជាង1លាន2សែននាក់មានការកើនឡើង 41.5% ធៀបទៅនឹងឆ្នាំមុនបើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរជោគជ័យនៃលំហូរភ្ញៀវទេសចរចិននៅពេលបច្ចុប្បន្ននេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែគឺជាលទ្ធផលចំណងមិត្តភាពដែលមានលក្ខណៈយូរអង្វែងជាង1000ឆ្នាំមកហើយចិនត្រូវបានចាត់ទុកជាមិត្តដ៏ល្អជាទីបំផុតជាបងប្អូនដ៏ស្និទ្ធស្នាលជាទីបំផុតនិងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាទីបំផុតដែលកម្ពុជាអាចពឹងពាក់និងជឿទុកចិត្តបាននៅគ្រប់កលៈទេសៈទាំងអស់ស្មារតីមិត្តភាពនេះបានក្លាយជាសសរស្តម្ភសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសវិស័យទេសចរដែលបាននាំមកនូវសុភមង្គលការយល់ដឹងពីគ្នាទៅវិញទៅមកនៃប្រជាជាតិទាំងពីរ
លោកស្រីឆាយស៊ូលីនប្រធានសមាគមទេសចរកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ថានៅក្នុងឆ្នាំ2026នេះចំនួនភ្ញៀវទេសចរចិននឹងមកលេងកម្ពុជាកាន់តែច្រើនដោយមុន COVID-19 ខណៈដែលការកើនឡើងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានិងផ្ដល់ចំណូលកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិរបាយការណ៍នៃទេសចរដែលលំហូរចូលមកដល់ប្រទេសកម្ពុជាហ្នឹងបើទោះបីជារបាយការណ៍សរុបរួមមានការធ្លាក់ចុះក៏ប៉ុន្តែយើងបានមើលឃើញកំណើននៃលំហូរភ្ញៀវទេសចរចិនហ្នឹងចូលមកប្រទេសកម្ពុជាយើងមានការកើនចាហើយការកើននេះក៏ដោយសារតែសកម្មភាពរបស់យើងទាំងរដ្ឋនិងឯកជនហ្នឹងគឺយើងបានធ្វើការស្រោះគ្នាបានល្អធ្វើការផ្សព្វផ្សាយធ្វើការចេញទៅចូលរួមនៅក្នុងពិព័រណ៍អន្តរជាតិនានានៅឯប្រទេសចិនហើយក៏មានកិច្ចសហប្រតិបត្តិការថ្មីៗនឹងកើតមានឡើងច្រើនចាហើយទន្ទឹមនឹងនេះក៏យើងឃើញមានការផ្ដល់ឲ្យពីរាជរដ្ឋាភិបាលលើកទឹកចិត្តទៅដល់ទីផ្សារចិនហើយជាពិសេសហ្នឹងគឺសកម្មភាពដែលធ្វើការបោសសម្អាតចាដើម្បីបង្ហាញអន្តរជាតិឲ្យបានមើលឃើញថាកម្ពុជាគឺយើងមានសុខសុវត្ថិភាពចាសន្តិសុខល្អហើយយើងបង្ហាញនៅឆន្ទៈនៅក្នុងការបោសសម្អាតនៅអ្វីដែលជាអវិជ្ជមានទៅលើហ្គេមអនឡាញជាដើមចាចឹងសុទ្ធសឹងតែជាបានមកពីការចូលរួមចាកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏ដូចជាផ្នែកឯកជនដែលយើងចេញច្រើនហើយក៏អ្នកក្នុងប្រទេសគឺពង្រឹងច្រើនទៅលើគុណភាពនៃសេវាកម្មផងដែរហើយក៏ការត្រៀមសម្រាប់កំណើនទេសចរនៅក្នុងឆ្នាំ2026នេះក៏យើងបានធ្វើការត្រៀមច្រើនផងដែរខណៈដែលរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅគោលនយោបាយសាកល្បងទៅលើការផ្ដល់ជូននៅទិដ្ឋាការដែលមិនគិតថ្លៃចា៎ចឹងសុទ្ធសឹងតែជាភាពវិជ្ជមានមកដល់ប្រទេសកម្ពុជានៅក្នុងការតាក់ទាញទីផ្សារចិនចា៎ចឹងយើងមានការរំពឹងខ្ពស់ថាយើងនឹងទទួលបាននៅក្នុងចំនួនមួយដែលល្អចាចាប់ពីខែមិថុនាឡើងទៅចាការកើនឡើងនៃទីផ្សារទេសចរចិនវានឹងចូលរួមយ៉ាងច្រើននៅក្នុងការបង្កើតឱកាសការងារសម្រាប់ពលរដ្ឋខ្មែរហើយនឹងតាក់ទាញការហោះហើរត្រង់ហើយតាក់ទាញទៅដល់ការវិនិយោគផងដែរចាហើយនឹងជួយទៅដល់ចំណូលសេដ្ឋកិច្ចតាមមូលដ្ឋានក៏ដូចជាចំណូលដល់សេដ្ឋកិច្ចជាតិព្រោះកាលណាមានភ្ញៀវចូលមកហើយគឺគាត់ចាយលុយហើយចាការចំណាយរបស់គាត់គឺចូលទៅដល់សេដ្ឋកិច្ចមូលដ្ឋានសេវាកម្មទាំងអស់នៅក្នុងវិស័យទេសចរចាសរុបសេចក្តីមកការត្រៀមកម្រាលព្រំក្រហមនៅក្នុងន័យនេះគឺកម្ពុជាត្រៀមលក្ខណៈយ៉ាងល្អជាទីបំផុតនិងផ្ដល់តម្លៃខ្ពស់ដល់ភ្ញៀវទេសចរនិងប្រជាជនចិនកម្រាលព្រំក្រហមទទួលស្វាគមន៍ភ្ញៀវទេសចរចិនគឺជាសញ្ញានៃការត្រៀមខ្លួនរួចរាល់របស់ប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សារទេសចរនៅក្នុងតំបន់